បញ្យល់ទៅលើ entities framework ណាចឹងក្នុងនេះគ្រាន់តែសួរថាអ្វីទៅជា entity framework ហើយជាមួយនឹង object relational mapping ហើយ framework ហើយនឹងស្វែងយល់ទៅលើ entity framework ហ្នឹងមានរូបភាពបែបម៉េចខ្លះណាហើយនឹងមានជាចំនួនបាទ version របស់វាផងដែរឃើញណាអូខេអញ្ចឹងពីមុនអានេះគ្រាន់តែយើងធ្លាប់សិក្សាពីមុនស្គាល់ ADO អូខេព្រោះមិនតាន់មាន entity យើងប្រើប្រាស់នៅក្នុងការអភិវឌ្ឍទៅលើគេហទំព័រមួយគឺយើងដើម្បីយើងអាច connection បានគឺយើងប្រើ ADO អូខេហៅថា ADO.net ហ្នឹងឯងដើម្បីយើងធ្វើការប្រតិបត្តិទៅលើអឺ performance តកតងជាមួយនឹង CIVD អាហ្នឹងណាដែលយើងហៅភ្ជាប់ជាមួយនឹង database មូលដ្ឋានទិន្នន័យអញ្ចឹងចំពោះបញ្ហាដែលយើងត្រូវការភ្ជាប់ជាមួយនឹង database ការភ្ជាប់របស់យើងត្រូវមានជាហៅថា open connection បាទ create dataset ណាដើម្បីយើងប្រមូលយកនៅទិន្នន័យមួយចំនួននៅពេលដែលយើងធ្វើការ submit ទិន្នន័យទៅចូលទៅក្នុង database អាហ្នឹងអញ្ចឹងវាត្រូវការបំលែងទិន្នន័យពី dataset ឲ្យទៅជា .NET object ហើយផ្ទុយទៅវិញយើងត្រូវការធ្វើការ apply ណាទៅលើ business rule នៅក្នុងកម្រិត3 rule របស់វាណានៅក្នុងហ្នឹងអញ្ចឹងតាមពិតទៅវាប្រើពេលវេលាច្រើនហើយក៏មានភាពស្មុគស្មាញច្រើនដែរនេះជាចំណុចដែលយើងរៀនប្រើ ADO នៅក្នុងហ្នឹងអញ្ចឹងក្រុមហ៊ុន Microsoft ក៏បានបង្កើតផ្ដល់នៅ framework មួយដែលមានឈ្មោះថា Entity Framework ហ្នឹងឯងវាអាចនិយាយថាវាធ្វើការបង្កើតឡើងដោយ file ប្រវត្តិដែលតាក់ទងជាមួយនឹង database អូខេដែលយើងអាចធ្វើការបង្កើតជាមួយនឹង application ណាមួយនៅក្នុងហ្នឹងអញ្ចឹងនៅក្នុងការផ្ដល់ព័ត៌មានលម្អិតអំពី Entity Framework នៅក្នុងហ្នឹងគឺយើងសិក្សាលម្អិតនឹងណែនាំខ្លីៗណាតើ Entity នេះគេប្រើពាក្យមិនខ្លះអាហ្នឹងណាអញ្ចឹង Entity វាជា open source គេហៅថា object oriented mapping គេហៅ ORM អញ្ចឹងវាជា framework មួយសម្រាប់ .NET application ដែលអនុញ្ញាតឲ្យ .NET framework developer ធ្វើការងារជាមួយនឹងគេហៅថា relational data ដោយប្រើជា domain specific ទៅលើ object ណាមួយអញ្ចឹងដោយធ្វើការពឹងផ្អែកទៅលើ database table និង column សម្រាប់យើងធ្វើការ store ទិន្នន័យអូខេបាទអញ្ចឹង Entity Framework ត្រូវបានលុបបំបត្តិនៅការសរសេរកូដគេហៅថា data access code អញ្ចឹងលេងមានហើយអញ្ចឹងតាមការនិយមន័យផ្លូវការរបស់ Entity Framework គឺជា object relational mapping mappers អូខេហៅថា ORM ដែលអនុញ្ញាតឲ្យ .NET developer ធ្វើការងារជាមួយនឹង database ហើយគេប្រើប្រាស់នៅ data object ណាដើម្បីយើងធ្វើការលុបនៅតម្រូវការមួយចំនួនដូចថាយើង data access code ដែលអ្នក developer ទីទូទៅប្រើដើម្បីអីគេសរសេរកូដនឹងឯងប៉ុន្តែនៅពេលដែលយើងប្រើ entity វាលែងធ្វើការកំណត់សរសេរច្រើនហើយអូខេវាមានជា file ប្រវត្តិមួយចំនួននៅក្នុងផងដែរណាកន្លែងហ្នឹងអូខេអញ្ចឹងនៅក្នុង ORM framework របស់វាមានន័យថាការបង្កើតដោយ file ប្រវត្តិនៅ class ដែលពឹងផ្អែកទៅលើ database table ហើយវានឹងធ្វើការ generate នៅ necessary បាទ SQL គេមួយចំនួនដោយ file ប្រវត្តិផងដែរដើម្បីបង្កើតទៅជា database table ដោយពឹងផ្អែកទៅលើ class ហើយវាមានជាឧទាហរណ៍នេះវាជា graphic មួយ diagram ដែលយើងនិយាយអំពី UI របស់វាយើងមាន UI យើងមានជា business layer ដែលនៅក្នុងហ្នឹងយើងមានជា business entity វាមាន domain class ហើយតមកមាន data layer ហើយក្នុងហ្នឹងក៏យើងមាន entity framework ផងដែរហើយ short connection ជាមួយនឹង database ផងដែរហ្នឹងគឺជាដំណាក់កាលរបស់វាអញ្ចឹងនៅក្នុង diagram នេះដែលយើងឃើញមាន2រវាង business entity បាទវាជា class អា domain class និងភ្ជាប់ជាមួយនឹង database អញ្ចឹងវាអាចរក្សាទុកនៅ data នៅក្នុង database ដែលហៅថា store វាមាន property នៅក្នុងនោះគេហៅថា business entity ថា domain class ហើយវាអាចធ្វើការ retrieve ទិន្នន័យពី database រួចហើយ convert ទៅជាគឺ business entity object ដោយ file ប្រវត្តិអញ្ចឹងធ្វើការ file ប្រវត្តិជាមួយនឹង database ណាកន្លែងហ្នឹងអូខេអញ្ចឹងហើយដែលយើងត្រូវការប្រើវាដោយសារវាមានចំនួនប្រក្រោយនេះវាអាចមានភាពងាយស្រួលវាថាវាជា close
cross platform ព្រោះ entity core វាដើរតួនាទីមួយផ្សេងទៀតគេហៅថាវាជា cross platform and framework ដែលវា run នៅលើ Windows ផង run នៅលើ Linux ឬក៏ run នៅលើ Mac ផងអញ្ចឹង model របស់វាគឺយើងសម្រាប់បង្កើតគេហៅថា entity data model ណាអាហ្នឹងដល់ពឹងផ្អែកទៅលើ plain old CR object វាអាចបង្កើតជាមួយនឹង get and set property បានទាំងក្នុងហ្នឹងហើយប្រភេទទិន្នន័យទៅទៅ model type របស់វាក៏ត្រូវគ្នាដែរអាហ្នឹងណាអញ្ចឹងត្រូវទាំងពីរពេលណាយើងបង្កើតជាខ្លះវាត្រូវមាន get set និងជាមួយប្រភេទទិន្នន័យហើយយើងត្រូវកំណត់ប្រភេទទិន្នន័យរបស់វាឲ្យត្រូវជាមួយនឹងdatabase របស់យើងហើយ table មាន data type ដូចគ្នាណាកន្លែងហ្នឹងអញ្ចឹងវាប្រើប្រាស់នៅលើ model អញ្ចឹងវាអាចធ្វើការ query ឬក៏យើងធ្វើការ save entity data ទៅក្នុង database បានហើយ query entity framework វាគឺអនុញ្ញាតឲ្យយើងប្រើប្រាស់គេហៅថា quick query នៅក្នុងភាសា C# ឬក៏ VB នឹងឯងអញ្ចឹងដើម្បី retrieve data ចេញពី database អញ្ចឹង database នឹងធ្វើការផ្ដល់នឹងធ្វើការបកប្រែ quick click query ហ្នឹងទៅជា database specific query language មួយដែលយើងប្រើថាភាសា SQL ហ្នឹងសម្រាប់យើង relational database ហ្នឹងឯងអញ្ចឹងនៅក្នុង entity framework ក៏អនុញ្ញាតឲ្យយើងធ្វើការ execute គេហៅថា raw SQL query ដោយខ្លួនឯងទៅកាន់ database ផងដែរនៅក្នុងហ្នឹងណាអូខេអញ្ចឹងមួយទៀតគឺគេហៅថា change tracking នៅក្នុង entity framework គឺធ្វើការមាន function 2គឺ keep track នៃការបដូរទៅលើ extend ហើយនិង entity meaning property នៃ value របស់វាដែលតម្រូវឲ្យយើងធ្វើការ submit ទៅកាន់ database នឹងផងដែរអញ្ចឹងពេលយើង save បាទ save វាមាន entity ធ្វើការ execute មានន័យថាវាមាន insert វាមាន update វាមាន delete ផងដែរសម្បត្តិរបស់វាណាទៅកាន់ database អញ្ចឹងដល់ពឹងផ្អែកទៅលើការផ្លាស់ប្ដូរ entity នៅពេលដែលយើង call នៅ save function ឬក៏ method អញ្ចឹង entity framework នឹងផ្ដល់នៅ sign-off ហើយឬក៏ save change ផងដែរវាទៅតាមប្រភេទដែលយើងប្រើប្រាស់ method របស់វាពីរហ្នឹងណាកន្លែងហ្នឹងនៅពេលយើងធ្វើការចង់រក្សាទុកទិន្នន័យនៅក្នុង form ឬក៏នៅក្នុង method controller ណាមួយអញ្ចឹងយើងមានconsistency សម្រាប់ entity គឺប្រើប្រាស់ជាមួយនឹង optimize stick យើងប្រើជា default ដើម្បីកំណត់នៅ protect overwriting ជាមួយនឹង change អញ្ចឹងនៅពេលដែលយើងបង្កើតដោយប្រើប្រាស់នៅ user ផ្សេងៗពីគ្នាអញ្ចឹងយើងអាចធ្វើការចាប់ data ដែលត្រូវ pick ណា pick យើងចាប់ទាញទិន្នន័យចេញពីដែរ database ហ្នឹងឯងហ្នឹងជាចំណុចរបស់វាណានៅក្នុងការប្រើប្រាស់អញ្ចឹងនៅមានច្រើនទៀតវាមាន transition យើងមានជា cache យើងមាន built-in conversation យើងមានជា configuration ឬក៏យើងមាន migration អញ្ចឹងយើងអាចធ្វើបានច្រើនទៀតនៅក្នុង entity ណាពេលយើងធ្វើការអនុវត្តអញ្ចឹងគ្រាន់តែការសួស្ដីគឺវាផ្ដល់នៅមុខងារច្រើននៅក្នុង entity framework ហ្នឹងឯងណាកន្លែងហ្នឹងអូខេចានេះគ្រាន់តែជាចំនួនព្រោះក្រុមហ៊ុនរបស់ Microsoft បានបញ្ចូលនៅ entity framework នៅក្នុងឆ្នាំ2008ជាមួយនឹង .NET framework 3ណាចាប់ដើមពីហ្នឹងមកហើយក៏មានការកំណែទម្រង់វារហូតហោហែមកដែរណាអញ្ចឹងបច្ចុប្បន្ននេះវាអាចមានដល់ framework វាមានជា framework core entity 6ឬក៏ entity framework core អញ្ចឹងអ្វីដែលយើងកំពុងប្រើគឺប្រើចុងក្រោយនេះឯងណាយ៉ាចានេះគ្រាន់តែជាបច្ចុប្បន្នភាពរបស់វាយើងមានពី6និង entity core បាទអញ្ចឹងរូបភាពរបស់វាយើងប្រើប្រាស់បានគ្រប់ទៅលើ platform មួយចំនួនទៅលើ Windows ទៅលើopen source ផ្សេងបើសិនយើងប្រើ6យើងប្រើបានតែ Windows ទេតែបើយើងប្រើ entity core វាអាច support បានរហូតដល់ Windows Linux ឬក៏ Mac OS ហ្នឹងទៅអាហ្នឹងណាតាម version របស់វាផងដែរអូខេមាន6មាន core ណា version របស់វាអញ្ចឹងការបម្រែបម្រួលយើងទៅតាមឆ្នាំរបស់វាណាកន្លែងហ្នឹងទៅតាមការអភិវឌ្ឍរបស់Microsoft ផងដែរ Microsoft.NET ណាអាហ្នឹងគេហៅថា .NET Core អូខេអញ្ចឹងអានេះមានប៉ុណ្ណឹងសល់ប្រហែលយើងនឹងធ្វើការអនុវត្តធ្វើការបង្កើតនៅ database ហើយ requirement យើងអាចបង្កើតជាមួយនឹង table ណាមួយយកមកប្រើណានៅក្នុងហ្នឹងយើងpoint ចេញពី set យកទៅវិញណាដើម្បីធ្វើការ connect បន្តណាអញ្ចឹងយើងលែងប្រើជា .NET framework ហ្នឹងណាយើងត្រូវរៀនប្រើជាមួយនឹង
core បែប MVC for core ណា core វិញដើម្បីយើង update ចុងក្រោយណាបាទនេះអូខេនេះចឹងខ្ញុំអនុវត្តវិញដើម្បីយើងបង្កើតព្រោះនៅក្នុងជា .net វាងាយស្រួលធ្វើទេវាមាន step វាតែនៅក្នុង core វាអត់មាន step ហ្នឹងទេវាខុសប្លែកតិចអញ្ចឹងមិនបាច់ធ្វើឲ្យមើលទេគាត់ណា .net វាមានបែបហ្នឹងវាអូតូណាអញ្ចឹងយើងយក .net core វាអាចនឹងបង្កើតលឿនមិនលឿនទេគាត់ថាវាអាចនឹងរៀងប្របាច់នឹងតិចតែវាងាយស្រួលដែរណាហើយនេះអញ្ចឹងខ្ញុំ over អានឹងចោលយើងទៅធ្វើការងារនៅដៃវិញដើម្បីយើងបង្កើតបន្តហ្នឹងអូខេអញ្ចឹងត្រឡប់មកមើលឯកសារសម្រាប់មួយនឹងតិចអានេះយើងបានបកលម្អិតឡើងវិញបន្ថែមទៅលើមួយហ្នឹងអូខេអានេះចំនួនវាមួយហ្នឹងដែលបានបញ្យល់ហើយក៏មានបន្ថែមនៅ S គេហៅថា Entity Framework Core version 10អញ្ចឹងវាមានឯខ្លះទៀតចឹងណាអានេះជារូបភាពបន្ថែមនៅក្នុងហ្នឹងផងដែរអូខេអញ្ចឹងអានេះគ្រាន់តែជាមេរៀនទេហើយចំណុចចាប់ផ្ដើមដែលយើងប្រើជាមួយវាណាអូខេអញ្ចឹងនៅក្នុងបច្ចេកវិទ្យាសម្រាប់យើងអាចរៀនបានជាមួយនឹងASP.NET ជាមួយ MySQL បាទដើម្បីឲ្យយើងខ្លាចជាអ្នកអភិវឌ្ឍទៅលើ website អូខេអញ្ចឹងអ្វីដែលយើងត្រូវសិក្សាត្រូវស្វែងយល់អំពីពាក្យ4ហ្នឹងឯងដើម្បីងាយស្រួលអភិវឌ្ឍណាហើយអ្វីដែលយើងត្រូវការប្រើជាមួយគឺយើងប្រើនឹង Entity Framework ហើយយើងសំជាមួយនឹងគឺ MVC នេះណាអញ្ចឹងគោលការណ៍ដែលយើងត្រូវរៀនប្រើអស់ចេះប្រើជាមួយនឹង Entity Framework ហើយយើងយកទម្រង់ database ណាមួយជា table ណាមួយយកមកបង្កើតណា CRUD ហើយយើងធ្វើការភ្ជាប់ជាមួយនឹង Entity Framework ហើយប្រើ MVC ដែលថាអាចថាវាជា standard ហើយសម្រាប់យើងរៀនប្រើវាណាចុងក្រោយអញ្ចឹងយើងត្រូវចេះជាប់ connection ទាក់ទងជាមួយនឹង Entity Model អូខេអាហ្នឹងពីមុនយើងប្រើបែបនេះគេហៅថាវាជាវិធីសាស្ត្រមួយគេហៅថាបុរាណសម្រាប់ជា .ADO.net ណាប៉ុន្តែយើងដូរវាមកប្រើប្រាស់ទៅលើ Entity Data Model ឡើងវិញតាមរយៈ code តាមរយៈនៃការសរសេរភ្ជាប់អូខេយ៉ាជាមួយនឹង database SQL Server ផ្ទាល់ណាហើយយើងវាមិនត្រឹមតែធ្វើការផ្លាស់ប្ដូរបច្ចេកទេសប៉ុណ្ណោះទេប៉ុន្តែវាអាចធ្វើការបង្កើតនៅពាណិជ្ជកម្មនៃប្រព័ន្ធការគិតរបស់យើងផងដែរឲ្យយើងសិក្សាស្វែងយល់ទៅលើ .net ណាហើយហ្នឹងអូខេអញ្ចឹងយើងនឹងធ្វើការសិក្សានៅចំនួនចុងក្រោយអាចថា version .net ឥឡូវវាអាចឡើងទៅរហូតដល់10ហើយណាដល់10ហើយណាអូខេអាច7 8 9 10ហ្នឹងវាទៅតាម Visual Studio យើង2022ឬក៏2026តាមការចាំរបស់យើងណាអញ្ចឹងជាមូលដ្ឋានសម្រាប់ប្រតិបត្តិការទៅលើ CRUD ស្គាល់ពីហ្នឹងណាអញ្ចឹងមុននឹងយើងអាចអនុវត្តបច្ចេកទេសនឹងបានចាំបាច់យើងត្រូវសិក្សាស្វែងយល់អំពីគោលការណ៍វាមួយចំនួនផងដែរដើម្បីអីយើងធ្វើការគ្រប់គ្រងទៅលើទិន្នន័យរបស់វាណាអញ្ចឹង CRUD ពាក្យកាត់របស់វាមាន4នៅក្នុងហ្នឹង read ន័យថាយើងបង្កើតទិន្នន័យថ្មី create ណាបង្កើតទិន្នន័យថ្មីហើយ read យើងសម្រាប់យើងទាញយកទិន្នន័យមកបង្ហាញ update ដើម្បីយើងធ្វើការកែប្រែ delete ដើម្បីយើងធ្វើការលុបអូខេអញ្ចឹងនៅក្នុងwebsite ដើម្បីយើងអាចធ្វើសកម្មភាពនឹងបានល្អយើងត្រូវស្គាល់អំពីarchitecture របស់វាគឺ MVC នឹងឯងអញ្ចឹងនៅក្នុង MVC យើងបែងចែកវាជា3ផ្នែកផ្សេងៗគ្នាដែលយើងហៅវាជា expression of concern អញ្ចឹងវាត្រូវការគេទី1 model វាទទួលបន្ទុកទៅលើទិន្នន័យនិងជាច្បាប់មួយគេហៅថា business logic នឹងឯងហើយ menu វាជាផ្នែកដែលយើងធ្វើការបង្ហាញសម្រាប់ប្រើប្រាស់សម្រាប់អ្នកមើលឃើញហើយទទួលបានបញ្ជាឲ្យពីអ្នកប្រើប្រាស់នឹងឯងចំណែកឯ controller អូខេ controller វាដើរដូចជាគូក្បាលឬក៏ហៅវាជាអ្នកគ្រប់គ្រងអញ្ចឹងដើម្បីទទួលបានសំណើ request ពីអ្នកប្រើប្រាស់ហើយទៅតាក់ទងជាមួយនឹង model ដើម្បីបង្ហាញទិន្នន័យរួចបញ្ជូនទិន្នន័យនោះទៅឲ្យ menu វិញឃើញទេអញ្ចឹងមកបង្ហាញជាលទ្ធផលនឹងឯងអញ្ចឹងការបែងចែកតួនាទីវាគឺបែបហ្នឹងណាអញ្ចឹងកូដវាក៏មានរបៀបផងដែរវាអាចងាយស្រួលយើងធ្វើការតេស្តដំណាក់កាលចេញពីណាមកវិញ
ហើយក៏ងាយស្រួលសម្រាប់យើងក្រុមការងារសមាជិកជាច្រើននៅក្នុងការអភិវឌ្ឍរួមនេះផងដែរអូខេអញ្ចឹងនេះវាជាខ្លឹមសារមួយនៅក្នុងការប្រើប្រាស់ជា MVC នឹងឯងអញ្ចឹងនៅពេលដែលយើងបង្កើត website ជាញឹកញាប់បានច្រើនតិចទៅហើយជាយើងប្រើប្រាស់ជាមួយនឹងCRUD នឹងឯងអញ្ចឹងនៅក្នុងនេះយើងបានបង្ហាញហើយវាមាន read យើងមាន create យើងមាន update ហើយនឹង delete នឹងឯងណាអញ្ចឹងដើម្បីឲ្យកិច្ចការទាំងអស់ហ្នឹងវាធ្វើការបានលឿនហើយងាយស្រួលដោយយើងមិនចាំបាច់ធ្វើការងារទៅលើ SQL ទេហ្នឹងណាអញ្ចឹងយើងត្រូវការតែឧបករណ៍មួយទៀតដែលមានឈ្មោះថាគឺ Entity Framework នឹងឯងជួយដើម្បីជួយអីជួយបំលែងយើងក៏សរសេរឲ្យវានឹងបំលែងអាទិន្នន័យហ្នឹងទៅជាតារាងទិន្នន័យឲ្យទៅជាខ្លះដើម្បីយើងប្រើប្រាស់ក្នុងភាសា C# នឹងឯងអញ្ចឹងកម្មវិធីហ្នឹងដូចមានអារម្មណ៍ថាយើងកំពុងធ្វើការងារជាមួយ object អញ្ចឹងណាធម្មតាហើយយើងអាចដោះស្រាយការងារជាមួយ database បានយ៉ាងស្រួលផងដែរអូខេអញ្ចឹងនេះគ្រាន់តែការភាពខុសគ្នាដែលនៅក្នុង rule ថា control ហ្នឹងវាធ្វើអី model វាធ្វើអីហើយ view ធ្វើអីសម្រាប់ model ធ្វើអីអញ្ចឹងវាមានតួនាទីរបស់វាមួយនៅនឹងស្រាប់ហើយណាកន្លែងហ្នឹងអញ្ចឹងយើងមើលការបង្កើតជា database ហើយនឹង table ជាជំហានដំបូងយើងត្រូវរកកន្លែងទុកជាមុនសិនណាដើម្បីដឹងថាការប្រើប្រាស់ SQL Server និងការបង្កើត database ថ្មីមួយតើយើងត្រូវធ្វើដូចម្តេចខ្លះអញ្ចឹងយើងត្រូវដឹងអំពីអញ្ចឹងឧទាហរណ៍ថាបើសិនជាយើងអូខេចង់បង្កើតតារាងឈ្មោះមួយដែលយើងចង់ប្រើលក្ខណៈជា student អញ្ចឹងមុខងារដែលតងvới field ការហៅថា column ណាជួសឈររបស់យើងត្រូវការអីខ្លះអញ្ចឹងធម្មតានេះនៅលើ student មួយយើងត្រូវការជា ID ជា name ជាអាយុជាលេខទូរស័ព្ទជា address អូខេអញ្ចឹងអាហ្នឹងជាព័ត៌មានហើយណាជាព័ត៌មានដែលយើងត្រូវបញ្ចូលយើងដាក់បញ្ចូលមកទាំងអស់មកដល់ពេលយើងធ្វើការបញ្ចូលដល់ពេលយើងនៅក្នុង Entity Framework ក៏យើងចាំបាច់បង្កើតតារាង SQL ដូចគ្នាអូខេអញ្ចឹងត្រូវស្របគ្នាណាត្រូវស្របគ្នានៅពេលដែលយើងបង្កើត field ចំនួនប្រមាណអញ្ចឹងនៅក្នុង Entity Framework ក៏យើងត្រូវការមានចំនួនប៉ុណ្ណឹងដូចគ្នាដែរណាហើយឲ្យត្រូវគ្នាជាមួយនឹង data type ផងដែរប្រភេទវាដូចគ្នាណាដោយសារហេតុអីយើងមិនចង់ធ្វើការសរសេរកូដវិញហ្នឹងប្រើទេប៉ុន្តែវាមានចំណុចមួយទៀតណាវាចំណុចមួយទៀតហៅថា migration នេះហើយ migration ហ្នឹងយើងអាចប្រើប្រាស់មុខងារនេះបានចេញតាមរយៈ entity ដែលយើងបង្កើតជាមួយ model បានដោយមិនចាំបាច់យើងបង្កើតពីនៅក្នុង model ហើយយើងទៅបង្កើតវានៅក្នុង SQL Server ទេតែបើយើងបង្កើតក្នុង model ហើយយើងអាចធ្វើការ migration បានដើម្បីឲ្យវាបង្កើតតារាងឲ្យយើងដោយ file ប្រវត្តិក៏បានដែរហ្នឹងណាតែនឹងដូចគ្នាអញ្ចឹងយើងចាប់ផ្ដើមបង្កើតបញ្ចេញមកបាទទៅលើ MVC ដែលយើងទៅបង្កើតក្នុង Visual Studio មកហើយអ្វីដែលយើងរើសគឺនេះណាជា template ថ្មីមួយដែលយើងហៅថា ASP.NET Core Web App តើមកនៅក្នុងនោះមានឈ្មោះថាmodel view controller អញ្ចឹងអាហ្នឹងវាជារចនាសម្ព័ន្ធណាយើងស្គាល់ហើយណាយើងរៀនហ្នឹងយើងពីមុនថា .NET ក៏វាមានដូចគ្នាដែរណាបាទដូចគ្នាដែរឡើយហ្នឹងអូខេអញ្ចឹងចំណុចទី3អូខេអញ្ចឹងយើងមានដំណាក់កាលវាសម្រាប់យើងទី1យើងត្រូវរៀនបង្កើត database ប៉ុន្តែនេះយើងអាច over អាចអីបានប៉ុន្តែយើងត្រូវធ្វើឲ្យហើយទៅនៅក្នុងការអនុវត្តអាហ្នឹងណាអាហ្នឹងទី1របស់វាអូខេយ៉ាទី1វាយើង prepare ទុកមកយើងបង្កើត database ឈ្មោះអី table ឈ្មោះអីហ្នឹងទៅហើយទី2យើងបង្កើត project យើងបាទបង្កើត project យើងនៅក្នុង Visual Studio ហ្នឹងឃើញទេយ៉ា Studio ហ្នឹងយើងរើសយកអាគំរូរបស់យើងមួយ template របស់វាគឺ ASP.NET ហ្នឹងមកខហ្នឹងមកណាហើយទី3នៅក្នុងការបង្កើតកូដនៅក្នុង project ហ្នឹងដែលយើងបានធ្វើហើយគឺយើងត្រូវបង្កើត entity data model អញ្ចឹងវាជាចំណុចសំខាន់បំផុតដែលវាដើរតួនាទីជាស្ពានគេហៅថា connection ណាកន្លែងហ្នឹងដើម្បីអីចម្លងទិន្នន័យរវាង website ហ្នឹងនិង database អញ្ចឹងយើងត្រូវការមាន class 2នៅក្នុងហ្នឹងយ៉ាទី1គេហៅថា entity class អញ្ចឹងវាជា class សាមញ្ញមួយដូចថាយើងមាន class ដាក់បង្កើតមួយហៅថា student ឃើញទេបាទ student.cn តែយើងបង្កើតវានៅក្នុង class វាតំណាងឲ្យតារាងមានតំណាងឲ្យតារាងឬក៏ហៅទិន្នន័យហ្នឹងនៅក្នុង database អូខេអាហ្នឹងមួយទៀត
ដែលយើងហៅថាវាជា DB DB context អាហ្នឹងវាជាខ្លះមួយដែរដើម្បីអីគ្រប់គ្រងការភ្ជាប់ទាំងអស់អូខេអញ្ចឹងបើសិនជាយើងមានខ្លះប្រមាណមាន student មាន study ប្រមាណគឺវាអាហ្នឹងវាគ្រប់គ្រងទាំងអស់កន្លែងហ្នឹងណាអញ្ចឹងយើងត្រូវធ្វើការចុះឈ្មោះ DB ហ្នឹងនៅក្នុងឯកសារមួយដែលមានឈ្មោះថា program អាហ្នឹងវាយើងភ្ជាប់គ្នាណាវាមាន file មួយផ្សេងទៀតថា program ដើម្បីឲ្យកម្មវិធីដឹងថាយើងទៅទាញយកទិន្នន័យ database ចេញពីណាអូខេអាហ្នឹងគឺយើងចុះដូចថាចុះឈ្មោះវាអញ្ចឹងមានពីរចំណុចបន្តមកទៀតយើងទៅបង្កើតគេគឺបង្កើត controller អញ្ចឹង controller ជាអ្នកបញ្ជាពីអ្នកប្រើប្រាស់ហើយដើម្បីបង្កើតឲ្យបានទៅជា CRUD បានលឿនហើយយើងក៏អាចប្រើប្រាស់នៅមុខងារនេះមួយដែរចា៎នេះក៏សំខាន់ដែរសម្រាប់យើង file ប្រវត្តិណាប៉ុន្តែយើងនិយាយប្រើ Visual DI សិនទៅចាំយើងទៅ scaffolding ណាតែនេះនៅក្នុង Visual Studio អានេះវាលឿនបាទវាលឿននៅក្នុងការបង្កើតណាតែបើថាលឿនពេកខ្លាចនេះយើងអត់យល់អំពី step របស់វាហើយអូខេបាទអញ្ចឹងវានឹងធ្វើការបង្កើតកូដសម្រាប់បន្ថែមមុខងារមានថាបង្ហាញលុបកែប្រែឲ្យយើងដោយ file ប្រវត្តិទាំងអស់នៅក្នុងហ្នឹងណាទាំង menu ទាំងអីហ្នឹងគឺវាបង្កើតឲ្យយើងទាំងអស់ប្រើបានភ្លាមតែម្ដងអញ្ចឹងយើងគ្រាន់តែយើងអាចអនុវត្តគ្រាន់តែយើងចុចលើប៊ូតុង save ឧទាហរណ៍បើយើងវា run ហើយវាបង្កើតឲ្យចុចលើប៊ូតុង save មកអញ្ចឹង controller នឹងហៅ entity ឲ្យទៅចាត់ចែងមានទៅធ្វើការ save ទិន្នន័យទៅក្នុង database ភ្លាមកន្លែងហ្នឹងណាអូខេចានៅមុខងាររបស់វាហើយអញ្ចឹងនៅក្នុង entity framework core គឺយើងមានវិធីសាស្ត្រនៅពីរគឺនៅក្នុងការគ្រប់គ្រង data ណានៅក្នុងគ្រប់គ្រង database ទី1 database first ហើយនិង code first យើងត្រូវមានពីរហ្នឹងអញ្ចឹងបើសិនយើងប្រើវិធីសាស្ត្រ database first យើងកំពុងតែប្រើប្រាស់ដើម្បីសម្រាប់ឲ្យអ្នកចាប់ដើមដំបូងមានថាយើងរៀនបង្កើតដោយដៃយើងធ្វើមួយ step ណាដោយយើងឃើញមានជាទិន្នន័យមកនៅក្នុង SQL ជាមុនសិនណាបន្ទាប់មកបើសិនជាយើងប្រើជា entity core នេះអាហ្នឹងយើងរៀនប្រើជាមួយនឹង migration ហើយហ្នឹងណាស្គាល់ពាក្យ migration ណារៀន Laravel យើងយល់ណាអូខេចាត់ភ្លេចពាក្យហ្នឹងអញ្ចឹងបច្ចុប្បន្នកូដនៅក្នុង C# វានឹងធ្វើការវិវត្ត database ឲ្យស៊ីចង្វាក់គ្នាជាមួយនឹងកូដដែលយើងកំពុងធ្វើការងារនៅក្នុង client ហ្នឹងពីយើង migration ទៅវាបង្កើត table យើងនៅ file ប៉ុតផងដែរអូខេហើយហ្នឹងអូខេអញ្ចឹងតោះអញ្ចឹងយើងចាប់ផ្ដើមមកខ្ញុំបញ្យល់ពី step វាអស់ហើយយើងចាប់ផ្ដើមអនុវត្តអំពីការបង្កើតគម្រោងថ្មីមួយមកនៅក្នុង Visual Studio 2026ទៅអូខេដើម្បីយើងធ្វើការអភិវឌ្ឍណាហើយរើសបច្ចេករបស់យើងមកហើយបើសិនជា2026អូខេ .net យើងនឹងឡើងទៅដល់10ហើយយើងរើសតាមហ្នឹងមកណាអូខេអាហ្នឹងគឺជាចំណុចរបស់វាហើយវានឹងបង្កើត folder 3នៅក្នុងហ្នឹងគឺយើងបង្កើតមាន controller មាន model មាន view នឹងឯងណាហើយយើងនឹងព្យាយាមធ្វើការកែ file មួយចំនួនដើម្បីយើងរៀបចំវាមានជា Microsoft program យើងមានជា app setting អូខេអញ្ចឹងកន្លែងហ្នឹងសម្រាប់ទុកព័ត៌មានសំខាន់ដូចជា connection យ៉ាគេហៅថា connection string ដើម្បីភ្ជាប់ណាភ្ជាប់ទៅកាន់ SQL server ហើយយើងត្រូវយល់អំពី structure របស់វាពេលយើងបង្កើតទៅយើងមាន structure វាឃើញទេបើថាចំណុចសំខាន់ structure វាគឺមាន3ខាងលើហើយហ្នឹងណាអូខេអញ្ចឹងអ្វីដែលយើងត្រូវបន្ថែមទៀតនៅពេលយើងតម្លើងដើម្បីឲ្យ entity យើងអាចដំណើរការបាននេះកន្លែងហ្នឹងណាដើម្បីឲ្យ entity យើងហ្នឹងអាចដំណើរការបានយើងត្រូវការដំឡើងកញ្ចប់គេហៅ you get packet តាមរយៈអីគេ you unget ណា packet manager អាហ្នឹងណាអូខេវាត្រូវការអាហ្នឹងឃើញណានេះអញ្ចឹងpacket របស់វាហ្នឹងនៅក្នុងកញ្ចប់បណ្ណាល័យវាយើងមានជា Microsoft Entity Framework Core SQL អាហ្នឹងយើងវត្តភាពវាគឺសម្រាប់ឲ្យ Entity Framework Core ហ្នឹងអាចតាក់ទងជាមួយ SQL បានអាហ្នឹងទី1ទី2គឺ Entity Framework Core Tool គឺអនុញ្ញាតយើងប្រើប្រាស់ command ផ្សេងនៅក្នុង Packet Manager Console ណាដែលធ្វើការជាមួយនឹង migration យ៉ាអាហ្នឹងហើយមួយទៀតគឺសម្រាប់ code generate design សម្រាប់ធ្វើការងារ scaffolding ដើម្បីបង្កើតកូដដោយ file ប្រវត្តិអាហ្នឹងឃើញវាមានរបស់វាណាបាទ
ចឹងបន្តមកយើងមើលការវិវត្តរបស់ ADO Entity Data Model ទៅកាន់Entity Framework ខ DB Context ចឹងពីមុនយើងរៀនសរសេររបស់វាគេហៅថាយើងប្រើត្រឹម ASP.NET យើងតែងតែធ្វើការ add បន្ថែមជាមួយនឹង ADO.NET Entity Model ណាហើយមាន file បែបហ្នឹងទៅអញ្ចឹងអានេះខ្ញុំមិនបាច់បញ្យល់ទេដោយសារវា old version ណាហើយពីវាប្រើប្រាស់វាលេងប្រើហើយណាយ៉ាលេងប្រើហើយតែគ្រាន់ថាបើសិនជាយើងប្រើបង្កើត entity model ថ្មីណាបើយើងប្រើ model ថ្មីទី1យើងត្រូវបង្កើត entity class យ៉ា entity class យើងបង្កើតដើម្បីអីនៅក្នុង folder model គឺជា student មួយយ៉ាងទៅហើយ class ហ្នឹងវាមាន property អីខ្លះអាស្រ័យទៅយើងជាអ្នកកំណត់មកព្រោះក្នុង student យើងមាន property អីខ្លះមាន ID មាន name មាន age yes មាន address មាន phone អីចឹងទៅអាហ្នឹងអាស្រ័យយើងបញ្ចូលទៅហើយត្រូវស្គាល់ប្រភេទនៃវាបានត្រឹមត្រូវផងព្រោះដូចយើងបង្កើតវាដូចជាយើងបង្កើតនៅក្នុង database ចឹងកន្លែងហ្នឹងណាយ៉ាបន្តមកទៀតយើងធ្វើការបង្កើត DB context អូខេ DB context class អូខេដើម្បីអីវាជាចំណុចសំខាន់មួយដើម្បីភ្ជាប់ entity ដែលដើរតួនាទីជាអ្នកគ្រប់គ្រងនិងតបភ្ជាប់ពី database session ហើយក៏ database connection សម្រាប់យើងធ្វើការភ្ជាប់ interaction ចេញពី class មេមួយទៅកាន់ឯគេ DB context នៅក្នុង DB context យើងអាចធ្វើការបង្កើតបែបនេះបានអញ្ចឹងគាត់ទីនេះវាគឺជា class ហើយវាតំណាងឲ្យមួយផ្សេងទៀតគេហៅថា table នៅក្នុងហ្នឹងណា table ដើម្បីភ្ជាប់ទៅកាន់ SQL អូខេពេលខ្ញុំអានហើយយើងអត់តន់ជាងច្បាស់ទេតទៅពេលយើងអនុវត្តប្រហែលជាកន្លែងហ្នឹងពេលយើងឃើញជាក់ស្ដែងនេះនឹងឃើញយល់ហើយណាតែវាត្រូវការយើងមើលពីខ្លឹមសាររបស់វាមួយចំនួនដែរព្រោះពេលខ្លះនៅក្នុងខ្លឹមសាររបស់វានៅពេលយើងធ្វើអាហ្នឹងគេហៅអីអញ្ចឹងដូចជាវាជារបៀបចុះឈ្មោះសម្រាប់ DB context នៅក្នុង file program អញ្ចឹងហ្នឹងណាអញ្ចឹងនៅក្នុងប្រព័ន្ធរបស់ ASP Core វាស្គាល់នឹងអាចផ្ដល់ទៅឲ្យ controller នីមួយៗប្រើប្រាស់បានតាមរយៈបច្ចេកទេសdependency injection គេហៅថា DI ហ្នឹងដើម្បីប្រើ DI ហ្នឹងជួយបង្កើតកម្មវិធីឲ្យមានប្រសិទ្ធភាពកាន់តែខ្ពស់ក្នុងការគ្រប់គ្រងទៅលើ memory និងធ្វើការភ្ជាប់ database ឲ្យមានសុវត្ថិភាពជាងមុននឹងផងដែរហ្នឹងអូខេអញ្ចឹងនេះគឺជា connection ដាច់ណាអូខេយើងត្រូវចេះកំណត់ connection string ដោយប្រើប្រាស់ app setting.json ណាដើម្បីគឺការចុះឈ្មោះនឹងផងដែរអញ្ចឹងយើងត្រូវមានអីខ្លះព័ត៌មានដែលទាក់ទងជាមួយនឹង SQL ត្រូវស្គាល់ថាមិនចាស់ហៅថាឈ្មោះ server ហើយឈ្មោះ database និងលេខសម្ងាត់របស់ SQL server នឹងផងដែរប្រយ័ត្នតែពីយើងទៅឡើងហើយនឹងអត់ដឹងថាត្រូវកែវាមិនអានេះគឺជាកូដសម្រាប់យើង connection ចាំខ្ញុំបង្ហើបនៅពេលក្រោយបន្តទៀតថាកូដហ្នឹងយើងត្រូវយកដាក់នៅកន្លែងនេះនៅក្នុង file ហ្នឹងកន្លែងណាណាហើយជាមួយនឹង file program តែយើងត្រូវ build វាមេសុបវា build ត្រូវផ្សេងបែបម៉េចណាគ្រាន់តែគេបញ្យល់ថាមកបន្ទាត់ហ្នឹងគឺដើម្បីប្រាប់ទៅកម្មវិធីប្រើប្រាស់ SQL server ជាមួយនឹងគេហៅថា connection string ណាដែលយើងត្រូវការកំណត់វានឹងឯងអញ្ចឹងវាជាជំហានសំខាន់ដែលធ្វើឲ្យ entity model របស់យើងនឹងមានការភ្ជាប់មានជីវិតអញ្ចឹងណាភ្ជាប់ចេញពីSQL server មកកាន់ data model របស់យើងណាមានទំនាក់ទំនងគ្នាឲ្យពេលហ្នឹងណាអញ្ចឹងយើងប្រើនៅក្នុងទម្រង់មួយគេហៅថា local DB អូខេជាដំណាក់កាលដែលយើងអាចអភិវឌ្ឍនិងផ្ដល់ឲ្យគ្នាយើងទាំងអស់គ្នានឹងងាយស្រួលណាហើយអាចតម្លើងបានជាមួយនឹង Visual Studio ផងដែរសម្រាប់វិធីសាស្ត្រនេះចាំមើលយើងអនុវត្តមកប្រើសិនចាំខ្ញុំបញ្យល់ថាតើ scaffolding នេះវាប្រើបង្កើតទៅលើ controller និង menu ដោយ file ប្រវត្តិនឹងរបៀបម៉េចណាកន្លែងនេះវាស្រួលបាទវាស្រួលនៅពេលយើងធ្វើឲ្យវាស្រួលតែខ្លាចតើយើងអត់តាមអត់តាន់ណាកន្លែងហ្នឹងព្រោះទៅពេលយើង add ទៅយើងបង្កើតទៅវាមានតែ file ប្រវត្តិហើយចំណុចវាមានតែពីរនៅពេលយើងបង្កើតវាណារើសតែពីរចំណុចហ្នឹងទេនៅក្នុង controller នឹងឯងអូខេរើសតែពីរចំណុចហ្នឹងទេនៅពេលដែលយើងប្រើវាណាកន្លែងហ្នឹងអូខេអញ្ចឹងអានេះជាការបញ្យល់ទៅលើការបង្កើត model class ដែលយើងត្រូវការបង្កើត DB context class អូខេអញ្ចឹងយើងចូលទៅក្នុង Visual Studio ទៅយើងចុចទៅលើ add មកហើយយើងព្យាយាមបង្កើតតាមការលំដាប់ដោយទៅដែលយើងមាន controller យើងមានជា menu បាទ
ចឹង controller យើងត្រូវបង្កើតនៅCRUD ពេញហើយសម្រាប់ menu យើងត្រូវបង្កើតឲ្យបានចំនួនប្រមាណ file 5 file ទៀតណា5 file ទៀតកន្លែងហ្នឹងអូខេចឹងកូដដែលយើងបង្កើតឡើងបើសិនជាយើងមិនចង់ប្រើដោយដៃគឺយើងអាចប្រើនេះបានណាគេប្រើជាមួយនឹង scaffolding បានមានភាពងាយស្រួលទេកន្លែងហ្នឹងអូខេចាំយើងអនុវត្តពេលក្រោយណាអញ្ចឹងអស់ហើយអានេះគ្រាន់តែជាប្រតិបត្តិការនៅក្នុងការរៀបមុខងារ read ពេលយើងបង្កើតដោយ firewall មុខងារចំប់ create ហើយមុខងារមួយនៅក្នុងហ្នឹងវាគ្រាន់តែបង្ហាញថាអូខេបើសិនយើងប្រើ read អញ្ចឹងយើងត្រូវប្រើជាកូដដូចគេតាមរយៈកូដអីនៅក្នុង SQL នេះដើម្បីយើងបង្ហាញទិន្នន័យអញ្ចឹងវាមានរបស់វាមកជាមួយដែរអូខេអញ្ចឹងវានឹងធ្វើការប្រើប្រាស់នៅ statement មួយនេះដើម្បីបញ្ជូនទិន្នន័យទៅកាន់ menu បង្ហាញរៀងជា HTML ណាកន្លែងហ្នឹងហើយនៅពេលយើងប្រើជា create អូខេអញ្ចឹងយើងត្រូវការ form ទំនេរហើយយើងត្រូវការប្រើជាមួយនឹង HTTP GET ហើយជាមួយនឹងប៊ូតុង save អូខេហើយយើងនឹងបញ្ជូនទៅកាន់ controller លក្ខណៈជា HTTP post វានឹងធ្វើការរក្សាទុកណា controller ដោយប្រើជាមួយនឹងលក្ខខណ្ឌ is model state is valid វានឹងធ្វើការពិនិត្យតើទិន្នន័យដែលយើងបញ្ចូលនឹងត្រឹមត្រូវដែរឬទេបើសិនបើវាត្រឹមត្រូវ entity core នឹងប្រើប្រាស់នៅ statement មួយគឺ context add student ឬក៏ context save change sign notes នេះដើម្បីបង្កើត SQL insert statement ទៅកាន់ database ដោយ file ប្រវត្តិអាហ្នឹងណាអញ្ចឹងចំណុចសំខាន់របស់វាឡើង create ហើយពេលយើងសរសេរឃើញហើយតិចទេដំណាក់កាលទី3គឺ update ឬក៏ហៅថាមុខងារ edit អញ្ចឹងនៅពេលដែលយើងចុច edit នៅមុខងាររបស់វាអញ្ចឹងវាត្រូវការ edit ហ្នឹងនៅលើជួរឈរណាមួយនៅក្នុង column របស់យើងណាជួរឈរណាមួយនិស្សិតណាមួយដែលទទួលបាន ID នោះ controller នឹងសួរថា entity core ហ្នឹងទៅរកទិន្នន័យនិស្សិតនោះបង្ហាញនៅក្នុង form យើងតែម្ដងនេះតាមរយៈ ID នឹងឯងអូខេអញ្ចឹងនៅពេលយើងធ្វើការកែប្រែពេលយើងចុចទៅលើ entity core វានឹងធ្វើការត្រួតពិនិត្យនឹងការផ្លាស់ប្ដូរការទៅ change tracking ហើយយើងធ្វើបច្ចុប្បន្នភាពលើជួរឈរណាមួយដែលយើងបានចង់បានកែប្រែនឹងឯងអញ្ចឹងកន្លែងនេះគេឲ្យយើងមានឈ្មោះថាតាមរយៈ SQL update comment កន្លែងហ្នឹងណាយ៉ាកន្លែងហ្នឹងទី4delete យ៉ាមុខងារ delete អញ្ចឹងសម្រាប់ការលុបទិន្នន័យជាធម្មតាប្រព័ន្ធនឹងបង្ហាញគេហៅថា page មួយឬក៏ជា alert message មួយសម្រាប់គឺចង់ confirm ព្រោះជៀសវាងនឹងការលុបឬខុសអញ្ចឹងនៅពេលដែលយើងមុននឹងលុបតើយើងច្បាស់ថាយើងចង់លុបមែនអត់ណាកន្លែងហ្នឹងអញ្ចឹងវានឹងមាន control មួយដើម្បីបញ្ជាក់បញ្ជាទៅកាន់ entity core ហ្នឹងដើម្បីយើងលុបទិន្នន័យចេញអញ្ចឹងលុបទិន្នន័យចេញយើងមានជា statement មួយគឺនេះបាទពេលយើងសរសេរកូដណា context student .remove student នឹងឯងអញ្ចឹងវានឹងធ្វើការរក្សានិងធ្វើការផ្លាស់ប្ដូរនឹងផងដែរបើសិនយើងត្រូវការលុបឬក៏អត់វានឹងមាន confirm មកជាមួយណាអញ្ចឹងប្រតិបត្តិការហ្នឹងធានាថាទិន្នន័យដែលយើងត្រូវការលុបហ្នឹងវានឹងមិនអាចលុបហៅមកវិញបានទេតែយើងលុបហើយគឺលុបហើយណាកន្លែងហ្នឹងអញ្ចឹងតែយើង confirm yes វាលុបចេញពី database ហើយកន្លែងហ្នឹងអូខេហើយចំណុចដែលយើងត្រូវការ design យ៉ានៅក្នុង ASP Core MVC អញ្ចឹងសំខាន់គឺផ្នែក menu យ៉ាដែលយើងប្រើប្រាស់ code raster បច្ចេកវិទ្យារបស់យើងនៅក្នុង ASP អញ្ចឹងយើងអាចធ្វើការសរសេរកូដនៅ C# លាយជាមួយនឹង HTML បានយ៉ាងងាយស្រួលផងដែរហើយយើងអាចធ្វើការប្រើប្រាស់បន្ថែមនៅ model នៅពេលយើងចង់ហៅ control ឈ្មោះណាមួយយកមកប្រើនៅផ្នែកវាណាផ្នែកលើ menu ណាដើម្បីប្រាប់ទៅកាន់ menu នឹងផងដែរអញ្ចឹងការងាររបស់វាអាស្រ័យទៅលើប្រភេទទិន្នន័យមានអីខ្លះដែលយើងត្រូវការយកមកប្រើឧបមាថាវាជា index អញ្ចឹងនៅក្នុង file menu អញ្ចឹងយើងគ្រាន់តែ dot ទៅបើសិនយើងសរសេរបែបនេះមានន័យថាយើង add បញ្ជីឈ្មោះនិស្សិតជាច្រើនយកមកបង្ហាញនៅលើ menu តែហ្នឹងណានេះបើយើង add model នេះឃើញទេអញ្ចឹងអាហ្នឹងវាជានៅពេលដែលយើងមានជាលក្ខណៈជាបញ្ជីឈ្មោះយើងត្រូវ add function នេះចូលហើយកន្លែងហ្នឹងអូខេហើយអ្វីដែលយើងត្រូវការប្រើបន្ថែមនៅក្នុង HTML helper ដូចជាយើងមានជា ASP action មាន ASP controller និងមាន ASP router ID ណា
ចឹងវាជាចំណុចសំខាន់នៃ Raster ấy ដែលជួយឲ្យមានការបង្កើត link ផ្ញើទិន្នន័យតាមដែលមានភាពងាយស្រួលនិងកាត់បន្ថយកំហុសនៅក្នុងការសរសេរ URL ដោយដៃចឹងលើពីនេះទៅទៀតយើងអាចប្រើប្រាស់នៅលើ library ដូចយើងប្រើ CSS ក៏ដូចជាយើងប្រើជា Bootstrap ណាឬក៏ framework ណាមួយផងដែរនៅក្នុងគម្រោងរបស់យើងភ្ជាប់ទៅណាចឹងយើងអាចបង្កើតនឹងការ design website ឲ្យមានភាពទាក់ទាញទៅហើយយើងបង្កើតឲ្យមានភាពស្របជាមួយនឹងការ design យើងគេហៅថា responsive ផងដែរបើយើងប្រើ computer ឬក៏ប្រើលើទូរស័ព្ទដៃទូរស័ព្ទហ្នឹងទៅអូខេចឹងអានេះគ្រាន់តែជាមុខងារមួយសម្រាប់យើងប្រើជា model គេ add new ឬក៏ ASP4 យើងគេអក្សរជួបពេលយើងសរសេរណាអក្សរជួបហើយពេលយើងសរសេរវាអញ្ចឹងវាមានការកំណត់ឲ្យស្រាប់ហើយណា loop ទិន្នន័យឬក៏យើងប្រើជាមួយនឹង action ហ្នឹងទៅអូខេអានេះជាសុវត្ថិភាពទេបើយើងថែមក៏បានមិនសរសេរក៏បានប៉ុន្តែពីច្រើនបើយើងប្រើទៅមានស្រាប់ហើយណាអូខេចាស់ហ្នឹងខ្ញុំមានប៉ុណ្ណឹងបញ្ចប់ប៉ុណ្ណឹងសម្រាប់ខ្សែព្យាមួយដែលយើងប្រើ Entity framework core អញ្ចឹងយើងវិវត្តទៅមុខរហូតណាការងាររបស់យើងហ្នឹងភាពឆ្លាតវៃណាយើងរៀនប្រើទៅហើយយើងធ្វើការភ្ជាប់ជាមួយនឹងមូលដ្ឋានទិន្នន័យទៅដើម្បីឲ្យមុខវិជ្ជាយើងបង្កើតជា web application ភ្ជាប់ជាមួយ API ប្រើប្រាស់ជាមួយនឹង cloud service ផ្សេងណាអូខេចូលយើងរៀនភ្ជាប់ទៅយើងអាចប្រើប្រាស់បាននៅក្នុងនឹងផងដែរអូខេអញ្ចឹងមានប៉ុណ្ណឹងអូខេសម្រាប់ជាកន្សោចចុងក្រោយអូខេបាទ